ដំណឹងល្អសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានមានប្រសាសន៍ចំយ៉ាងដូចនេះទាក់ទងជាមួយនឹងរថយន្តអគ្គិសនីនៅកម្ពុជាសូមចុច like subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងមុនគេបង្អស់នៅក្នុងដៃរបស់លោកនេះដោយយោងតាមការដែលចុះផ្សាយរបស់ក្រសួងសារព័ត៌មានកាលពីថ្ងៃទី22ខែមេសាឆ្នាំ2025កន្លងទៅនៅប្រសាសន៍របស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានជូនជាដំណឹងថាការប្រើប្រាស់រថយន្តអគ្គិសនីមានកំណើនគួរឲ្យកត់សម្គាល់យ៉ាងណាសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតក៏បានណែនាំឲ្យក្រសួងរាយនឹងធម្មពលសាងសង់ស្ថានីយ៍បញ្ចូលធម្មពលរថយន្តអគ្គិសនីនៅតាមបណ្ដោយផ្លូវជាតិឲ្យបានច្រើនដោយស្ថានីយ៍សាកថ្មនៅតាមបណ្ដាខេត្តគឺមានកម្រិតនៅឡើយនិងសម្រាប់ទីក្រុងវិញគឺឃើញថាមានច្រើនគួរឲ្យកត់សម្គាល់ម្យ៉ាងវិញទៀតសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតក៏បានណែនាំឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនបង្កើនការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តអគ្គិសនីឲ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់ជៀសវាងការឆាបឆេះឬជួសជុលដែលខុសទម្រង់អាចឈានទៅដល់ការអសុវត្ថិភាពដល់ការបើកបរហើយនេះគឺជាដំណឹងមួយដែលល្អសម្រាប់អ្នកដែលបាននឹងកំពុងតែប្រើប្រាស់រថយន្តអគ្គិសនីដែលជួបផលលំបាកក្នុងការដែលស្វែងរកស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីនៃរថយន្តរបស់ខ្លួនឥឡូវនេះខាងថ្នាក់ដឹកនាំរបស់យើងក្រោមការណែនាំពីសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានជំរុញនិងណែនាំឲ្យខាងក្រសួងរាយនឹងធម្មពលអភិវឌ្ឍសាងសង់នៅស្ថានីយ៍បញ្ចូលធម្មពលរថយន្តអគ្គិសនីឲ្យបានកាន់តែច្រើននៅតាមបណ្ដាផ្លូវជាតិនានាដែលសំខាន់អីផ្សេងជាដើមដើម្បីផ្ដល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនឹងឯងយ៉ាងណាសម្ដេចក៏បានសង្កត់ធ្ងន់ទៅលើទាក់ទងជាមួយនឹងការដែល check ត្រួតពិនិត្យឲ្យបានត្រឹមត្រូវនៅសុវត្ថិភាពសម្រាប់រថយន្តអគ្គិសនីទាំងអស់នោះផងដែរដើម្បីជៀសវាងក្នុងការដែលប្រជាពលរដ្ឋទិញយកទៅប្រើទៅគឺជួបនៅបញ្ហាអសុវត្ថិភាពនានាអីផ្សេងជាដើម